ដែលខ្ញុំដល់យូរវាទាំងដល់ជាមួយនឹងសមត្ថភាពនៅពេលដែលបងក្រុមទី1ចប់ជាមួយនឹងខាងលោកគឺយើងម្ល៉េះក្រុមទី1នឹងទៅតែប៉ុន្តែនៅពេលដែលក្រុមទី1ចប់ពី agency ក្រុមទី2ឡើងទៅ agency ចប់ពី agency ក្រុមទី2អត់មករកលោកគឺទេប៉ុន្តែមករកដល់មិនដឹងក្រុមទី1ចប់ដល់ហើយយើងក្រុមទី2ទៅតែមុនសិនដល់ពេលដែលក្រុមទី2ចប់បានមកជុំលោកគឺដល់ពេលក្រុមទី3ឡើង agency ចប់ដល់ទេជួបជាមួយនឹងលោកពិសិដ្ឋដែរហើយនឹងលោកពិសិដ្ឋនឹងនាំទៅផ្សាយទៅខាង control លេខ5ទី6ហ្នឹងដើម្បីមើលថាតើអ្វីជាត្រង់គោអ្វីជា inverter អ្វីដែលជាផ្ទះ solar ហើយពួកគាត់មានតំណែងជាមួយគ្នាយ៉ាងម៉េចចឹងម្ល៉េះហើយឥឡូវនេះសូមលោកគ្រូមានអ្វីជាចំណាប់អារម្មណ៍បាទអរគុណបងហើយក៏ដូចជាក្រុមហ៊ុន Ryzen Energy ដែរខ្ញុំមិនមានអីជាបន្ថែមទេក៏ប៉ុន្តែអ្វីដែលគាត់បានណែនាំយើងត្រូវយកចិត្តទុកដាក់វាមានតំបន់ security ណាហើយក៏តំបន់សុវត្ថិភាពរៀងៗខ្លួនហើយអ្វីដែលសំខាន់នោះពេលដែលយើងទៅមិនមែនគ្រាន់តែដើរទៅប្រហើទៅទេណាស្ដាប់ក៏ព្រួយគេយើងត្រឡប់ទៅវិញគឺយើងត្រូវស្វែងរបាយការណ៍ហើយបើសិនជាក្រុមហ៊ុនត្រូវការរបាយការណ៍ដែរខាងហ្នឹងអាចប្រាប់មកគឺខ្ញុំនៅបញ្ជូនរបាយការណ៍ពីពលរដ្ឋត្រឡប់ដល់ក្រុមហ៊ុនវិញបាទនៅអ្វីដែលអ្វីដែលយើងនឹងទទួលបានព្រួយគេយើងម្នាក់អាចនឹងទទួលបានព័ត៌មានខុសៗគ្នាពេលខ្លះអញ្ចឹងរាល់ព័ត៌មានរបស់ក្រុមហ៊ុនឧទាហរណ៍ថាពាក់ព័ន្ធនឹងតើទំហំដីនឹងប្រមាណអីប្រមាណផលិតបានប្រមាណអីប្រមាណហ្នឹងវាយ៉ាងម៉េចហ្នឹងគឺយើងអាចសួរនាំបានណាក៏តែដោយឡែកដោយគ្នាយើងខាងឆ្នាំទី2ខាងនេះតើតែយើងសួរបានច្រើនតិចដោយសារតែយើងអត់ទាន់បានរៀននៅជំនាញហ្នឹងទេណាសម្រាប់ឆ្នាំទី3និងទី4ហ្នឹងគឺទី4ហ្នឹងគឺយើងបានរៀនរួចហើយក៏ប៉ុន្តែគ្រាន់តែថាការដែលយើងរៀននៅក្នុងថ្នាក់មិនប្រកាសថាបានច្រើនដូចយើងមកទទួលនៅទីនេះទេអញ្ចឹងយើងត្រូវសួរកន្លែងណាដែលយើងឆ្ងល់យើងសួរតោះនេះក្រុមទី2និងទី3អញ្ចឹងរយៈពេល2ដល់3ម៉ោងនេះសូមបងប្អូនទាំងអស់គ្នាសិក្សាដោយយកចិត្តទុកដាក់ពីព្រោះថារសៀលនេះថ្ងៃនេះលោកបងប្អូនទាំងអស់គ្នាបានជួបជាមួយនឹងសភៅរស់ដែលមានការផ្ដល់គណនាបញ្ហាដែលនៅក្នុងសភៅមិនបាននិយាយហើយអ្វីទាំងអស់បងប្អូនទាំងអស់គ្នាគឺរៀនជំនាញដែលជំនាញហ្នឹងដែលប្រើប្រាស់ទៅថ្ងៃមុខផ្ដួលឬមួយក៏ជំនួសបងប្អូនបានទេអញ្ចឹងសូមយកចិត្តទុកដាក់ឲ្យបានខ្ពស់និងសហការជាពិសេសនៅក្នុងបន្ទប់ control room សូមកុំថតរូបដើម្បីការពារប្រព័ន្ធជាតិប្រព័ន្ធបណ្ដាញជាតិយើងទាំងអស់គ្នារឿងតូចប៉ុន្តែយើងមិនអាចមើលរំលងទេពីព្រោះនេះគឺជាស្ថានីយ៍អគ្គិសនីមួយផ្គត់ផ្គង់ចូលទៅដល់ក្នុងបណ្ដាញជាតិអញ្ចឹងម្ល៉េះហើយពីមុនមិនមានសាលាគេសុំចូលមកទស្សនកិច្ចសិក្សាទេប៉ុន្តែខាងក្រុមហ៊ុនអត់សហការជាមួយប៉ុន្តែគ្រាន់តែឃើញណតនគឺពេញចិត្តស្ដោកតែម្ដងហើយជាពិសេសខាង EDC ផ្នែកខាងផលិតកម្មទៀតសហការបានដោយរលូននិងពេញចិត្តខាងបងនៅខាងផលិតកម្មខ្លាំងជាខ្លាំងអញ្ចឹងបងសូមជូនបងប្អូនទាំងអស់គ្នាជោគជ័យក្នុងការទស្សនកិច្ចសិក្សាលើកនេះអញ្ចឹងក្រុមទី1សូមក្រុមទី1អញ្ចឹងឥឡូវនេះសូមបន្ទាប់គឺសូមបកគលមីក្រូទៅបងទៅលោកពិសិដ្ឋគឺជា HSE Manager នៅខាងซ้ายរបស់យើងសូមជ័យបងសូមជ័យបាទជំរាបសួរលោកគ្រូអ្នកគ្រូហើយក៏ដូចជាសិស្សានុសិស្សទាំងអស់សូមណែនាំខ្លួនម្ដងទៀតខ្ញុំបាទឈ្មោះក្រុមពិសិដ្ឋជាប្រធានសុវត្ថិភាពរបស់ក្រុមហ៊ុន Total Energy ដែលមានទូនាទីមើលការខុសត្រូវទាក់ទងជាមួយសុវត្ថិភាពបុគ្គលិកក្រុមហ៊ុនក៏ដូចជាមានភ្ញៀវចូលមកទស្សនកិច្ចនៅសិក្សាទីតាំងពួកខ្ញុំក៏ពួកខ្ញុំត្រូវតែមានការណែនាំពីសុវត្ថិភាពទាក់ទងជាមួយនឹងទីតាំងផ្សាយរបស់ពួកខ្ញុំដូចគ្នាចឹងអរគុណច្រើនចឹងខ្ញុំចង់ឲ្យទាំងអស់គ្នាចំណាយពេលវេលាប្រហែលជា10នាទីដើម្បីស្ដាប់ហើយក៏ដូចយកចិត្តទុកដាក់ដើម្បីធ្វើតាមបច្ចេកទេសក៏ដូចជាសុវត្ថិភាពរបស់ទីតាំងពួកខ្ញុំអរគុណច្រើនអញ្ចឹងជាដំបូងខ្ញុំសូមណែនាំទាក់ទងជាមួយនឹងទីតាំងផ្សាយរបស់ពួកខ្ញុំ
ทรายពួកខ្ញុំស្ថិតនៅក្នុងភូមិសុភីភូមិលងរុនស្រុកថ្មកោខេត្តបាត់ដំបងអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាបានមកតាមផ្លូវពីបាត់ដំបងមកដល់ทรายពួកខ្ញុំប្រហែលជាបានស្គាល់ផ្លូវមកខ្លះៗហើយអញ្ចឹងទីតាំងពួកខ្ញុំគឺនៅចម្ងាយផ្លូវពីបាត់ដំបងប្រហែលជា30គីឡូហើយទីតាំងทรายរបស់ខ្ញុំគឺជាប្រភេទ Solar Farm ដែលជាផលិតរោងចក្រផលិតអគ្គិសនីដោយធម្មពលអញ្ចឹងនៅក្នុងទីតាំងរបស់ខ្ញុំប្រកបជាមានតកតងជាមួយនឹងហានិភ័យផ្សេងៗដែលអាចកើតឡើងគ្រោះថ្នាក់នៅក្នុងទីតាំងทรายរបស់ខ្ញុំអញ្ចឹងរាល់បុគ្គលិកក៏ដូចជាភ្ញៀវថ្មីដែលចូលមកទីតាំងทรายរបស់ខ្ញុំនឹងធ្វើការបាត់បង្ហាញសុវត្ថិភាពទី1តម្រូវឲ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាពផ្នែក PPE បានថា Personal Protective Equipment តែដោយសារយើងសិស្សានុសិស្សប្រហែលជាមិនអាចត្រៀមគ្រប់គ្នាអញ្ចឹងករណីនេះ